cứ cái tôi lái đã cái bèยังงงนะបាទផ្សារតែមួយញ៉ៅបងប្អូនបាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំមកយកថ្នាំបាទគឺថ្នាំសបកអំពិលទឹកបាទនេះខ្ញុំបេះបានចំនួនមួយក្តាប់ហើយបងប្អូនបាទយកទៅដុសជាមួយគ្រូឆ្មាទុកបតក់ភ្នែកបាទភ្នែកកតុយថ្លែនភ្នែកស្វាំងភ្នែកព្រិលហ្នឹងបាទគឺដាក់ទៅដឹងថាបាទវិជាហើយបងប្អូនអត់ភ័យរឿងអត់ជាទេដឹងតែជានេះខ្ញុំដកនេះខ្ញុំបេះនេះគឺយកទៅប្រើខ្លួនឯងដែរទេចាំមើលដល់ពេលដល់ខ្ញុំដោះនឹងវិធីធ្វើនោះខ្ញុំនឹងថតវីដេអូបង្ហាញបងប្អូនសារទៀតបាទបងប្អូននេះជាវីដេអូតអានេះខ្ញុំមកធ្វើវីដេអូបាទធ្វើនេះគឺដើម្បីទុកប្រើខ្លួនឯងផងដែរព្រោះអីតែខ្ញុំក៏មានបញ្ហាដូចថាវាព្រិលវាស្វាំងហ្នឹងបងប្អូនបាទដោះវាឲ្យដាច់ចឹងមកបងប្អូនណាបាទតែពេលបងប្អូនដោះដាច់ចឹងទៅយើងគេលក់ទឹកវាឆ្មាយើងដោះទៀតដោះវាបានឬខាត់តិចទៅយើងទុកយកទៅប្រើបាទប្រចាំថ្ងៃបាទគ្រូឆ្មាយើងច្បាច់យកតាមយើងនេះមើលបានទឹករៀងមកខាត់ល្មមខ្ញុំបានទឹកខាត់ទុកយកទៅដាក់ភ្នែកអញ្ចឹងណាបងប្អូនបាទនេះជាវិធីខ្ញុំធ្វើឲ្យបងប្អូនមើលបណ្ដោយហើយខ្ញុំទុកប្រើខ្លួនឯងដែរបាទតែទុយខ្លែភ្នែកច្បាំងភ្នែកអីត្រូវហើយបងប្អូនមុតល្អតែថ្មនេះបាទដល់បងប្អូនជីខ្ញុំអត់កុហកទេអូថ្មនេះមុតល្អមែនដល់ក្នុងផ្លែតបានបងប្អូនអត់យូរដោះវាបានទឹកនឹងខាត់ក្រន់តិចវានឹងច្រើនជាងយើងមិនទាន់អាចច្បាច់ដាក់ឆ្មាទៀតមកវិញទឹកនឹងឡើងខាប់ឡើងពណ៌ដល់ពេលយើងដោះជាងហើយយើងយកស្បៃយកកត្រងមកច្រោះវាស្អាតណាបាទកុំឲ្យវាមានកតិចដល់ពេលយើងដោះទៅកុំឲ្យវាចូលភ្នែកយើងតែយើងច្រោះវាបានស្អាតហើយបញ្ជាក់ណាយើងដោះនេះយើងដោះទឹកប្រើបានប្រចាំថ្ងៃបងប្អូនបាទដោះតែម្ដងគឺប្រើបានរាល់ថ្ងៃប្រើតអស់ហើយដោះឲ្យវារៀងខាប់តិចបីខ្ញុំមើលទូរស័ព្ទ